វ៉ាបងប្អូនទាំងគ្នារីសតនៅកញ្ចេះមួយកន្លែងនេះពិតជាអែមមែនទែនដោយមានទេសភាពថ្ងៃលិចថ្ងៃរះនិងការដ៏ស្រស់ស្អាតមានទូកដឹកយើងទៅវិញទៅមកមានភេសជ្ជៈនិងអាហារឈ្ងុយឆ្ងាញ់ហើយបើតម្លៃបន្ទប់វិញក្រែ1និងក្រែ2ត្រឹមតែ$20ប៉ុណ្ណោះក្នុងមួយយប់ជំរាបសួរបងប្អូនទាំងអស់គ្នាស្វាគមន៍មកកាន់វីដេអូរបស់ខ្ញុំនៅក្នុងទឹកដីខេត្តក្រចេះនៅក្នុងវីដេអូនេះដែរខ្ញុំនឹងនាំបងប្អូនទៅស្គាល់កន្លែងកម្សាន្តមួយកន្លែងទៀតគឺមានឈ្មោះថាសួនសុបិនកោះច្រែងដែលមានចម្ងាយប្រមាណជា10គីឡូជាងទេពីទីរួមខេត្តក្រចេះលើកនេះខុសពីរាល់ដងខ្ញុំអត់បានជិះម៉ូតូទេគឺជិះឡានយើងចេញពីស្រួលមកជិះប្រហែលជា30-40នាទីក៏មកដល់វងមូខ្លះស្ទុះយើងអត់បានចូលទៅទីរួមខេត្តទេគឺបត់ទៅតាមផ្លូវថ្មីបុកទៅចំស្ពានតែម្ដងតែផ្លូវថ្មីនេះគឺពិតជាមានទេសភាពស្រស់ស្អាតជាមួយនឹងវាលស្រែពណ៌បៃតងខៀវខ្ចីថ្មីត្បិតតែខែនេះគឺជាខែប្រាំងក៏ពិតមែនប៉ុន្តែដំណាំស្រូវគឺនៅតែអាចដាំដុះបានដោយសារយើងមានទឹកដើម្បីផ្គត់ផ្គង់ដល់គោលស្ពានយើងក៏បត់ឡើងទៅឆ្វេងហើយក្នុងការទៅដល់លើកោះច្រែងនេះគឺយើងមាន2ជម្រើសទី1គឺយើងអាចឆ្លងទូកខាង resort ហើយខ្ញុំនឹងលំអិតនៅពេលបន្តិចទៀតនេះហើយជម្រើសទី2គឺយើងឆ្លងទូកខាងកោះច្រែងតែម្ដងដោយសារពួកខ្ញុំទៅនឹងគឺមានឡានហើយមានអីវ៉ាន់ច្រើនអញ្ចឹងយើងអាចទុកឡាននៅត្រង់ម្ខាងហើយយួរអីវ៉ាន់ទៅទេជិះចេញពីក្រោមស្ពានមកចម្ងាយប្រហែលជា5គីឡូក៏មកដល់កំពង់ចម្លងនេះគេហៅកំពង់ចម្លងព្រែកតាថឹងនិងកោះច្រែងដរនេះមានដរទូចមួយនិងដរធំមួយដរទូចគឺយើងអាចដាក់ឡានបានតែ2គ្រឿងទេក្នុងមួយជើងហើយខ្ញុំទៅនេះគឺគេឆ្លងដរទូចដរធំគេអត់ឆ្លងទេហើយចំពោះគ្នាយើងនៅមួយឡានទៀតនោះគឺនៅត្រោយម្ខាងនោះលើកដៃធ្វើបាយដោយសារមកគេឲ្យឆ្លងជិះដរប្រហែលជា10នាទីជាងឥឡូវនេះមកដល់ត្រោយម្ខាងហើយត្រោយម្ខាងខាងកោះហ្នឹងគឺសម្បូរទៅដោយខ្សាច់ពិបាកនៅក្នុងការធ្វើដំណើរមិនថាម៉ូតូឬក៏ឡានអញ្ចឹងគេក៏ដាក់បដិអាស័យឲ្យយើងជិះពីលើដើម្បីបង្កភាពងាយស្រួលឲ្យយើងទាំងអស់គ្នាឡើងទៅដល់ក្នុងភូមិយើងធ្វើដំណើរបុកឡើងទៅក្បាលកោះធ្វើដំណើរពីកន្លែងកំពង់ដរហ្នឹងទៅប្រហែលជា5-6នាទីទេទៅដល់ហើយជំរើសមួយទៀតដែលខ្ញុំប្រាប់បងប្អូនមុនហ្នឹងគឺយើងអាចជិះទូកខាង resort ដល់យើងធ្វើដំណើរចេញពីគោស្ពានខាងកញ្ចេះហ្នឹងមកតែ2គីឡូជាងទេគឺមកដល់កំពង់ចម្លងហើយខ្ញុំនឹង drop location នៅក្នុងវីដេអូនេះឲ្យបងប្អូនហើយតម្លៃសម្បត្តិដែលបងប្អូនត្រូវទិញហ្នឹងគឺម្នាក់$4000រៀលចំពោះមនុស្សធំហើយកុមារគឺត្រឹមតែ$2000រៀលទេហើយសម្បត្តិនេះគឺទាំងទៅទាំងមកគឺ$2000និង$4000រៀលហ្នឹងអញ្ចឹងត្រឡប់មករឿងខ្ញុំវិញនៅលើកោះខ្ញុំទៅដល់ប្រហែលជាម៉ោង5-6គឺម៉ោងថ្ងៃលិចតែម្ដងគឺពេញស្អាតមែនតើចុះពីលើឡានភ្លាមកលែកមកឃើញព្រះអាទិត្យចាំងជាមួយនឹងផ្ទៃទឹកបើសិនជាបងប្អូនណាដែលចូលចិត្តមើលថ្ងៃលិចមើលថ្ងៃរះអីខ្ញុំជឿថាកន្លែងនេះគឺបងប្អូនចុះមកគឺអត់ដើរទៅណាទេចុះពីលើឡានមកគឺអង្គុយមើលដូចខ្ញុំអញ្ចឹងខ្ញុំអង្គុយមើលមកយូរដែរក៏ប៉ុន្តែខ្ញុំត្រូវ check in បន្ទប់ហើយមកដល់បន្ទប់គឺយើងត្រូវចែកបន្ទប់គ្នាមានអ្នកខ្លះក្រែ1ទៅជាមួយគ្រួសាររបស់គេអ្នកខ្លះទៅក៏ក្រែ2អញ្ចឹងទៅហើយចំពោះខ្ញុំគឺក្រែ1ពីអ្នកប្រូរិនហើយពេលចូលទៅដល់ក្នុងបន្ទប់បើកវាំងដូនមកជួបជាមួយនឹងទេសភាពថ្ងៃរៀបលិចអញ្ចឹងទៀតហើយមានសួនផ្កាដ៏ស្រស់ស្អាតដែលយើងមើលឃើញ fresh ហ្មងមានអារម្មណ៍ថាភ្លេចអស់ទុកកង្វល់អារឿងលុយដែលជាពាក់គេតាំងវ៉ាម៉ានគឺភ្លេចអស់ហលីងហ្មងឥឡូវយើងក៏លែកមើលបន្ទប់វិញតម្លៃ$20យើងគិតថាកម្រិតថវិកាដែរហើយមិនថ្លៃពេកក៏មិនថោកពេកដែរគឺតម្លៃសមរម្យហើយចំពោះកម្រាលព្រំគឺស្អាតហើយក្នុងបន្ទប់គឺយើងទទួលបានម៉ាស៊ីនត្រជាក់មួយហើយបន្ទប់ទឹកគឺស្អាតដូចគ្នាហើយសំខាន់មានទឹកក្តៅទឹកត្រជាក់ឲ្យយើងមកកាផ្លេពួកខ្ញុំរៀបចំកៅអៅនៅក្នុងបន្ទប់នឹងហើយក៏ដើរតម្រង់ទៅរៀបចំកន្លែងញ៉ាំអីប្លេចប្រាប់បងប្អូនទាំងអស់គ្នាថានៅលើកោះហ្នឹងយើងអាចកំងអាហារជាមួយគាត់ក៏បានដែរហើយយើងអាចយកអាហារពីខាងក្រៅយកមកញ៉ាំនៅលើហ្នឹងក៏បានដែរដោយសារនៅខាងក្នុងហាងចង្អៀតពេកអញ្ចឹងពួកយើងក៏លើកតុចេញមកខាងក្រៅតែម្ដងទៅយើងជួយគ្នាម្នាក់ម្ដាយមួយជើងអ្នកខ្លះក៏លើកតុទៅអ្នកខ្លះក៏លើកជើងម៉ាទៅហើយមិនយូរប៉ុន្មានម្ហូបក៏ចាប់ដើមរៀបចំហើយខ្ញុំនេះក៏ឆ្លៀតមកមុជទឹកតិចសិនដើម្បីទៅញ៉ាំអាហារពេលល្ងាចជុំគ្នាខ្ញុំមកនេះជាលក្ខណៈក្រុមការងារអញ្ចឹងមេក៏គាត់អញ្ជើញចូលរួមជាមួយពួកយើងដែរមកជុំគ្នាបែបនេះគឺសប្បាយខ្លាំងមិនថាមកជាលក្ខណៈក្រុមការងារឬមកជាមួយនឹងមិត្តភ័ក្តិទេគឺខ្ញុំជឿថាអារម្មណ៍ដែលជួបជុំគ្នាបែបនេះគឺសប្បាយលើសពីអ្វីដែលយើងរំពឹងទុកហើយយើងមានការលេងល្បែងកម្សាន្តការជល់កែវគ្នាញ៉ាំភេសជ្ជៈញ៉ាំអីចឹងទៅហើយអ្នកខ្លះទៀតគាត់ក៏រាំរែករាំលេងកម្សាន្តបង្កជាបរិយាកាសសប្បាយរីករាយនៅក្នុងវងកម្មវិធីហ្នឹងទៅពួកយើងទាំងអស់គ្នារៀងលះដោយសារអត់មានភ្ញៀវផ្សេងគាត់មកកន្លែងហាងញ៉ាំអីទេគឺគាត់សម្រាប់នៅបន្ទប់ហើយបន្ទប់មួយកន្លែងញ៉ាំអីហ្នឹងគឺនៅឆ្ងាយគ្នាអញ្ចឹងអត់រំខានដល់ភ្ញៀវដទៃទេកំពុងតែសប្បាយជុំគ្នាហ្នឹងមានណាបងសុកហេងកូនគាត់ត្រូវគេឥឡូវលេងសប្បាយជាមួយគេទាំងអង្គុយយកកូនគាត់ថាលះបង់អត់ចង់ឲ្យប្រពន្ធមកមើលទេគាត់ឲ្យប្រពន្ធគាត់សប្បាយទៅគាត់សុខចិត្តពិបាកមកមើលកូនប៉ុន្តែដែលសំខាន់ទឹកមុខគាត់កំសត់មែនទេយើងសប្បាយរហូតដល់យប់ជ្រៅម៉ោងប្រហែលជា10ជាង11ក៏នាំគ្នាចូលសម្រាកទៅឥឡូវនេះយើងសុំកាត់មកដល់ព្រឹកឡើង
គេងស្កប់ស្កល់ពេញមួយយប់ក្រោកមកវិញជាមួយនឹងកម្លាំងដ៏មាំមួនព្រះអាទិត្យក៏បញ្ចេញរស្មីចំណែកឯខ្យល់វិញបក់មករហើយរសៀកតែម្ដងពេលព្រឹកបែបនេះពន្លឺគឺពោពេញទៅដោយថាមពលអញ្ចឹងបើសិនជាបងប្អូនចូលចិត្តការថតរូបខ្ញុំរីកមិនថាគួរតែថតពេលព្រឹកនិងពេលល្ងាចដោយសារមេឃក៏មិនក្តៅខ្លាំងគឺល្មមក្នុងការដើរចេញមកថតហើយពន្លឺគឺច្បាស់ល្អទៀតហើយបើនិយាយពីប្លង់ថតវិញបងប្អូនណាដែលចូលចិត្តផ្កាគឺពិតជាត្រូវមែនតែនផ្កាចម្រុះពណ៌ច្រើនមែនតែនហើយសំខាន់ពណ៌ហ្នឹងគឺស៊ីជាមួយនឹង color បន្ទប់ resort ហ្នឹងទៀតថតរូបស្អាតជុំគ្នាហើយក៏នាំគ្នាទៅញ៉ាំអាហារពេលព្រឹកនៅកន្លែងហាងដែលយើងញ៉ាំយប់មិញហ្នឹងបាយមកពេលនេះគឺពេលព្រឹកក៏មិនត្រូវពេលថ្ងៃក៏មិនត្រូវគឺពាក់កណ្ដាលដោយសារដូចជាចង់ជ្រេម៉ោងកាទៀវក៏មិនដាក់ដែរសម្រុះសម្រួលគ្នាហៅម្ហូបនៅខាង resort ញ៉ាំតែម្ដងហើយម្ហូបឆ្ងាញ់សឹងតែគ្រប់មុខឆ្ងាញ់ជាងគេគឺអាម៉នលីងនេះខ្ញុំញ៉ាំឡើងអស់ពីតុខ្ញុំហើយខ្ញុំទៅយកតុគេទៀតហើយគាត់គឺជាធីមដាច់បាយដាច់ទឹកបាទមកក្រោយគេលាងមីម្នាក់មួយចានហើយសំខាន់មានអាខ្លាហឹមនៅលើតុទៀតនៅនេះក៏មានភេសជ្ជៈដែរហើយពេលដែលយើងមក order ភេសជ្ជៈហ្នឹងនឹងជួបកញ្ញាដ៏ស្រស់ស្អាតប្រហែលដួងនេះហើយភេសជ្ជៈមានច្រើនមុខច្រើនម៉ាកដែរនៅក្នុងមីនុយបងប្អូនអញ្ជើញទៅមើលខ្លួនឯងទៅហើយចំពោះរសជាតិវិញអាហ្នឹងតាមតែមាត់បងប្អូនចង់បានផ្អែមបងប្អូនមិនចង់បានផ្អែមក៏តាមហ្នឹងហើយអ៊ំប្រុសដែលពាក់កតាបជិះម៉ូតូអាសង់នេះគឺជាម្ចាស់ resort កន្លែងហ្នឹងបាទខ្ញុំថតឲ្យបងប្អូនស្គាល់តិចទៅដល់អត់ស្គាល់គាត់ឲ្យហើយទៅគីឡូថ្ងៃក្រោយគាត់មាន discount ឲ្យអញ្ចឹងយើងក៏លេចទៅមើលឆ្នេរនៅកោះវិញនៅទីនេះបងប្អូនដែលមិនបានមកសម្រាកបងប្អូនក៏អាចមកលេងកម្សាន្តអង្គុយនៅកញ្ចុះតាមមាត់ឆ្នេរនេះក៏បានដែរយើងអាចយកអាហារពីខាងក្រៅចូលមកបានដូចគ្នាហើយបើសិនជាបងប្អូនខ្វះខាតអីក៏មកខាង resort បន្ថែមទៀតទៅហើយចំពោះសេវាកម្មវិញគឺបុគ្គលិកគាត់ជិះម៉ូតូដោយសាររយៈចម្ងាយយើងឆ្ងាយពីឆ្នេរខ្សាច់ទៅកន្លែងចុងភៅលបាក់ជា1គីឡូដែរអញ្ចឹងបើសិនជាដើរទៅវិញទៅមកមួយថ្ងៃហ្នឹងអេវាងបណ្ដោយនិយាយមែនតើបងប្អូននៅលើកញ្ចុះនេះគឺបរិយាកាសគឺស្រស់ស្រាយខ្យល់អាកាសបរិសុទ្ធល្អល្ងាចអីអាចមកអង្គុយលេងមកអង្គុយកម្សាន្តនៅទីនេះអីស្រួលក្បែរក្រុងអត់ទៅណាឆ្ងាយហើយវីដេអូមួយនេះគឺដល់ទីបញ្ចប់ហើយអញ្ចឹងក៏សូមអធិស្ឋានបងប្អូនចំពោះកំហុសខុសឆ្គងដោយអចេតនាជួបគ្នាវីដេអូក្រោយ